សួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំធ្វើការ record ធ្វើការផាក comment នៅក្នុងការហាក់ប្រើ comment នៅក្នុង hardware monitor អញ្ចឹងដំបូងគេខ្ញុំ start ជាមួយនឹង server យើងអញ្ចឹងយើងត្រូវ login ជាមួយនឹង user របស់យើងហើយវាយ password យើងចូលមកអូខេអញ្ចឹងដំបូងគេខ្ញុំ check user សិន who am I ហើយចង់ដឹងថាយើងកំពុងស្ថិតនៅក្នុង directory ណាយើងដាក់ twd ហើយបន្ទាប់មកទៀតយើង check មើលទៅលើ hostname ថាជា name computer យើងអូខេនេះ name computer យើងឈ្មោះពេញរបស់ខ្ញុំហើយបន្តទៀតដើម្បីយើង remote ទៅបានយើងត្រូវ remote តាមរយៈ SSH ជាដំបូងខ្ញុំត្រូវ check IP របស់ខ្ញុំសិនអូខេ IP របស់ខ្ញុំ 192.20.10.3 ហើយបន្ទាប់មកយើងចូលទៅកាន់ browser នៅលើម៉ាស៊ីនយើងមកអូខេដើម្បី ping comment ping IP address អញ្ចឹង 172.20.10.3 អូខេអញ្ចឹងវាស្គាល់ហើយបន្តទៀតយើងដាក់ SSH ឈ្មោះ user មក IP address 2.20.10.3 ហើយ password យើងចូលមកអូខេឥឡូវនេះយើងកំពុងតែស្ថិតនៅក្នុង user របស់យើងនេះអញ្ចឹងដើម្បី check បញ្ជាក់ជាមួយនឹង user យើងអាច check who am I យើងកំពុងស្ថិតនៅក្នុង directory ណាហើយអញ្ចឹងខ្ញុំ check ជាមួយនឹង hostname នេះជាមួយនឹង hostname របស់ខ្ញុំគឺឈ្មោះពេញរបស់ខ្ញុំបន្ទាប់មកទៀតខ្ញុំធ្វើការ create file អញ្ចឹងក្នុងការ create file touch ដាក់ឈ្មោះខ្ញុំហើយ .txt នេះខ្ញុំដើម្បីពិសេសសំខាន់ខុស comment nano អូខេចាត់យកបន្ទាប់ពីយើងបង្កើត file ហើយយើង list វាមើលសិនមកហើយឥឡូវនេះខ្ញុំនឹងធ្វើការ rename file ខ្ញុំប្រើ comment nano ជាមួយនឹង file របស់យើងមកហើយអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំដែរ underscore sv7 ហើយខ្ញុំចុច control x ដើម្បី save ហើយយកពាក្យថា yesយើងនេះវាមើល
ចឹងដើម្បីមើល right content យើងវាយ comment head SV7 នេះមានបាន right content ដាក់អញ្ចឹងបន្ទាប់មកទៀតខ្ញុំធ្វើការ remove file ខ្ញុំវាយ comment rm file name ហើយ enter បន្ទាប់មកខ្ញុំបង្កើតជា folder អញ្ចឹងខ្ញុំប្រើ mkio directory folder ដាក់ឈ្មោះ c ហើយ enter ខ្ញុំ list វាមើលហើយនេះឈ្មោះ folder ដែលខ្ញុំបានបង្កើតហើយឥឡូវហ្នឹងខ្ញុំមាន folder ច្រើនអញ្ចឹងខ្ញុំចង់លុបវាខ្ញុំប្រើ command rm I dir folder name SV7 okay no directory អញ្ចឹងrm dir ctext ចាំនេះយើងមើលម្ដងទៀតអញ្ចឹង folder ctext ដែលខ្ញុំបានលុបនេះគឺវាលុបចេញហើយខ្ញុំ clear ជាងសិនមិន clear អញ្ចឹងយើងចូលទៅដល់ hardware monitor យើងវិញយើងប្រើ command htop ដើម្បីឲ្យ process ហើយវាមាន user interface នេះខ្ញុំស្ថិតនៅក្នុង user នេះ បន្ទាប់មកទៀតខ្ញុំត្រូវការ install អញ្ចឹងខ្ញុំវាយ command sudo apt install htop យើងវាយ password ចូលមកវានឹង install ចូលមកបន្ទាប់ពី install ហើយខ្ញុំធ្វើការ update អញ្ចឹងខ្ញុំប្រើ sudo apt update អញ្ចឹងមាន79 pancake ត្រូវ upgrade អញ្ចឹងយើងវាយ command sudo សម្រាប់ upgrade មកlist upgrade abroad ចានេះមានតែ upgrade អញ្ចឹងខ្ញុំធ្វើការ install អីម្ដងទៀត sudo apt install htop.y អញ្ចឹង install ហើយអញ្ចឹងមកយើង install ហើយយើងវាយ command remove វិញ remove h ចង់បន្តទៀតឆែកមើល free.h គឺស្អីចឹងមកមួយប៉ុណ្នេះហើយ command បន្តទៀតអានេះយើងឆែកមើល memory info ហើយយើងមើល this match.h
trongបន្តទៀតដើម្បីដឹងថាហាត់នេះរបស់យើងមានប្រមាណយើងត្រូវប្រើ comment list block យើង LSBOK ហើយ enter អញ្ចឹងហាត់នេះរបស់ខ្ញុំមានមួយហើយនេះហាត់នេះមាន comment សម្រាប់ start process យើងប្រើធៀបដក9ដក9នេះអញ្ចឹងសម្រាប់ការធ្វើការ comment ក្នុងការធ្វើការ monitor hardware គឺមានខ្ញុំប៉ុណ្ណេះអញ្ចឹងខ្ញុំធ្វើការបិទ version server ខ្ញុំប្រើ command sudo shut down now